nhiệt nhôm bột ở bò để sát đăng tha mạch bàn chiết nắng dương trâu một scol kia anh chẳng đây vì chiết muốn dương miền ban nát kia ọt nè miệt đá bày đá bong ôn côn trai nhiệt xa lộ hắt rồi bao dương miền ban nát kia mà chụp kia nơi tì ní ọt ọt tệ rương đấy cứ rương cam chặt chài màu ông bạn này say để thọt phơ bon rùm kia máu tớ phơ oi bồ cô nú máu chia phe để chia pha mấy bong ôn côn trai dương tại đây chiết ní phơ bon rùm kia tiết chiết cào caoแต่ក្នុងជាតិខាងមុខទៀតទៅជាបងប្អូនកូនចៅតជាតិតកំណើតទៅប៉ុន្តែបើភរិយាខំប្រឹងធ្វើបន់ស្វាមីខំប្រឹងធ្វើតែបាបចែកផ្លូវគ្នាហើយមែនអត់ទេណាហ្នឹងហើយពីព្រោះអំពើកម្មផ្សេងគ្នាបើអំពើកម្មផ្សេងគ្នាទោះបីជាផ្សងជួបគ្នាទៀតក៏អត់ជួបគ្នាដែរហ្នឹងហើយដូចជាម្នាក់ណាម្នាក់អត់ចូលចិត្តទទួលទានគ្រឿងសវឹងហើយម្នាក់ចូលចិត្តទទួលទានដើរជាមួយគ្នាកើតដែរវាអត់កើតទេវាត្រូវតែបែងចែកផ្លូវគ្នាហើយណាអញ្ចឹងគឺដំណើរជីវិតរបស់យើងដែលចេញពីមួយជាតិទៅមួយជាតិហ្នឹងញាតិញោមពុទ្ធបរិស័ទគឺកាលណាបើសិនជាមានសទ្ធាដូចគ្នាមានសិលដូចគ្នាមានការធ្វើទានដូចគ្នាមានការចូលចិត្តស្ដាប់ព្រះធម៌អប់រំបញ្ញាដូចគ្នាធម៌4ប្រការនេះឯងគឺថាធ្វើឲ្យភរិយាស្វាមីជួបគ្នានៅក្នុងជាតិខាងមុខទៀតហ្នឹងមានរឿងរ៉ាវច្រើនណាស់ញាតិញោមត្រូវលើកយកមកបញ្យល់បើញាតិញោមយល់តិចតិចសិនទៅហើយព្យាយាមស្ដាប់ធម៌ទៀតទៅទៀតហ្នឹងហើយដូចនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធអញ្ចឹងមានស្វាមីភរិយាហ្នឹងក្នុងសម័យមួយហ្នឹងព្រះសម្មាសម្ពុទ្ធស្ដេចយាងទៅនគរសាកេតទេណានៅស្រុកឥណ្ឌាពីសម័យដើមមាននគរសាកេតហ្នឹងហើយនិយាយតាហ្នឹងគាត់ជាស្វាមីភរិយាគ្នាគ្រាន់តែឃើញព្រះសម្មាសម្ពុទ្ធទៅដល់ព្រាហ្មណ៍គាត់ស្ទុះមកទៀតគាត់ហៅថាអាយបុត្រកូនទៅចោលមេដាបេដាយូរហើយឥឡូវកូនទៅទៅមកការពិតមិនមែនកូនគាត់ទេគឺព្រះសម្មាសម្ពុទ្ធប៉ុន្តែញាតិញោមដឹងយ៉ាងម៉េចអត់ព្រះសម្មាសម្ពុទ្ធធ្លាប់កើតជាកូនគាត់កាលនៅជាព្រះបរមពោធិសត្វ500ជាតិជាប់តគ្នារហូតកើតជាក្មួយហើយព្រះអង្គល្អណាស់កើតកូនអ្នកណាក៏ល្អដែរក្មួយអ្នកណាក៏ល្អដែរជាក្មួយរបស់គាត់500ជាតិហ្នឹងហើយក្មួយខាងម្ដាយក្មួយខាងឪពុកហ្នឹងសុទ្ធតែ500ជាតិដល់តែពេលអញ្ចឹងទៅពីរអ្នកប្តីប្រពន្ធនឹងឯងគឺថាចាំនឹងគ្រាន់តែឃើញមកគឺថាអាការដែលធ្លាប់ជាកូនរបស់ខ្លួនឯង500ជាតិតគ្នានិស័យមកទៀតណានឹងឃើញហាក់ដូចជាកូនយ៉ាងឯងរត់មកអោបព្រះអង្គនឹងហើយមកស្ទាបប្របាទទារបស់ព្រះសម្មាសម្ពុទ្ធនឹងឪពុកនឹងហៅកូនកូនអញ្ចឹងហើយហៅយាយវាអើយកូនយើងមកហើយបើការពុតព្រះហ្នឹងណាហ្នឹងហើយបានម្ដាយហ្នឹងចេញមកហៅកូនទៀតពីព្រោះធ្លាប់ជាកូន500ជាតិតគ្នាមកទៀតហ្នឹងហើយបានព្រះអង្គជ្រាបរឿងហ្នឹងទៀតហ្នឹងបានព្រះអង្គទ្រង់អនុគ្រោះឲ្យគាត់ហ្នឹងហើយមកចាប់ប្របាទទាទៅព្រោះធ្លាប់ជាម្ដាយមកមានការនឹករលឹកកូនណាហ្នឹងចឹងបានដល់ទៅពេលហើយទៅគាត់មានការស្និទ្ធស្នាលនឹងព្រះសម្មាសម្ពុទ្ធក្រោយមកគាត់បានថ្វាយបង្គំព្រះអង្គចឹងទៅគាត់ណាស្វាមីនឹងមានជំងឺទៀតស្វាមីនឹងមានជំងឺទៅភរិយានឹងមកលួងលោមតាថាតានឹងកុំភ័យកុំខ្លាចកុំតក់ស្លុតហ្នឹងហើយក្នុងរឿងអ្វីទាំងអស់លួងលោមហើយមើលពេលស្វាមីនឹងគាត់មានជំងឺចឹងទៅគឺថាយាយនឹងអត់ហ៊ានសម្រានឯមើលតារហូតចឹងមកយប់ទល់ភ្លឺចឹងទៅទៀតដល់តែពេលហើយទៅក្រោយមកស្វាមីរបស់គាត់នឹងមានជំងឺសះស្បើយចឹងទៅគាល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គសរសើរថាមនាលកហបតីអ្នកឯងពិតជាមានលៀបណាស់ពីព្រោះអ្នកឯងមានព្រាហ្មណីនឹងជាភរិយាល្អហ្នឹងហើយភរិយារបស់គាត់នឹងជាភរិយាគ្នា1500ជាតិជាប់តគ្នាមករហូតហ្នឹងហើយគាត់សរសើរតាព្រាហ្មណ៍ព្រះសម្មាសម្ពុទ្ធសរសើរលោកតាព្រាហ្មណ៍ហ្នឹងថាតាព្រាហ្មណ៍ហ្នឹងល្អណាស់ជាការមានលៀបណាស់ពីព្រោះបានព្រាហ្មណីនឹងឯងជាភរិយាល្អ
mơ để xa từng giúp từng ngày chân tới mình đã nhăn chặt ở khăn cầm ra ấy chỉ mùi quạt nằng đợt tập pe chân tới priêm nằng còn thả rương nằng phần chân mẹ nơi bọn bán quạt từng pi nè ở đây và buôn nằng mau vọt tới quạt của ban thả pol chấm pua pre sma sam put thả bọp put bọn đó chấm rán nhom pre ong níครอบជួបគ្នាជាប្តីប្រពន្ធច្រើនជាតិណាស់មកហើយសូមឲ្យជាតិក្រោយតទៅខ្ញុំព្រះអង្គនេះបានជួបគ្នាជាប្តីប្រពន្ធទៀតនឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌4ប្រការដែលធ្វើឲ្យស្វាមីភរិយានឹងឯងជួបគ្នារហូតដល់ថ្ងៃបានត្រាស់ដឹងនៅព្រះនិព្វានទី1គឺមានសទ្ធាដូចគ្នាទី2មានសិលដូចគ្នាទី3ត្រេកអរនៅក្នុងការធ្វើទានដូចគ្នាទី4មានបញ្ញាដូចគ្នាធម៌4ប្រការនេះឯងដែលធ្វើឲ្យស្វាមីភរិយាជួបគ្នាគ្រប់ជាតិរហូតដល់ពេលបរិនិព្វានហ្នឹងហើយបើសិនជាអត់មានធម៌4ប្រការហ្នឹងទេម្នាក់មានសទ្ធាម្នាក់មានសិលម្នាក់ចូលចិត្តធ្វើទានប៉ុន្តែម្នាក់កំណាញ់ចែកផ្លូវគ្នាអត់ហ្នឹងហើយចែកផ្លូវគ្នាហើយមិនអញ្ចឹងទេណាហ្នឹងហើយអញ្ចឹងញាតិញោមមើលរោបបួលគ្នាឲ្យហើយគិតគ្នាឲ្យហើយទៅក្នុងធម៌4ប្រការមានសទ្ធាដូចគ្នាសទ្ធាក្នុងព្រះរតនត្រ័យមានសិលដូចគ្នាសិល5ហ្នឹងទេណាហើយធ្វើទានធ្វើទាំងអស់គ្នាបើអត់ធ្វើអត់ទាំងអស់គ្នាមិនមែនម្នាក់ថាធ្វើម្នាក់ថាអីអស់លុយអញអាហ្នឹងអត់ហើយចិត្តហ្នឹងវាអត់ដូចគ្នារួចហើយមានបញ្ញាដូចគ្នានឹងធម៌4ប្រការនេះឯងដែលធ្វើឲ្យភរិយាស្វាមីជួបគ្នាគ្រប់ជាតិរហូតដល់ថ្ងៃបានសម្រេចព្រះនិព្វានអញ្ចឹងទេណាហើយងាយអត់ញាតិញោមមិនងាយទេហ្នឹងហើយ